នៅសប្តាហ៍នេះយើងសូមលើកយកសៀវភៅមួយក្បាលមកធ្វើការអត្ថាធិប្បាយជូនបងប្អូនទាំងអស់គ្នាដែលមានចំណងជើងថាការសម្រេចចិត្តឆ្លៀសវៃដែលមានចំណងជើងដើមជាភាសាអង់គ្លេសថា Decision Quality Value Creation from Better Business Decisions នេះជាសៀវភៅដ៏ល្អមួយក្បាលដែលបង្រៀនយើងឲ្យចេះធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតមួយដោយចេញពីជ្រុងនៃការយល់ឃើញរបស់អ្នកចំនួនជោគជ័យសៀវភៅនេះត្រូវបានបុគ្គលល្បីនិង CEO ក្រុមហ៊ុនធំៗមួយចំនួនធ្វើការវិតម្លៃខ្ពស់ដោយសារតែទ្រឹស្ដីនិងតិចនិចអនុវត្តជាក់ស្ដែងនៅក្នុងសៀវភៅនេះដែលសុទ្ធតែជាចំណេះដឹងដ៏មានប្រយោជន៍សម្រាប់មនុស្សគ្រប់គ្នាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយតែងតែនាំនៅលទ្ធផលដ៏គាប់ប្រសើរសម្រាប់មនុស្សគ្រប់គ្នាមនុស្សម្នាក់ៗរស់នៅក្នុងសង្គមនេះមិនអាចឃ្លាតឆ្ងាយពីការសម្រេចចិត្តបាននោះទេអ្នកប្រហែលជាស្មានមិនដល់ទេថាក្នុងមួយថ្ងៃមនុស្សធ្វើការសម្រេចចិត្តជាមធ្យមដល់ទៅជាង 30,000 ដងឯណោះតាំងពីរឿងតូចតាចដូចជាងើបពីព្រឹកត្រូវដុសធ្មេញមុនឬក៏លុបមុខមុនថ្ងៃនេះគួរញ៉ាំម្ហូបអ្វីរហូតដល់រឿងធំដុំនៅក្នុងជីវិតដូចជាគួរសម្រេចចិត្តជ្រើសរើសការងារបែបណាគួរកំណត់គោលដៅក្នុងជីវិតយ៉ាងដូចម្តេចសុទ្ធតែជាការសម្រេចចិត្តទាំងអស់ការសម្រេចចិត្តបានក្លាយទៅជាមុខវិជ្ជាមួយដែលគ្រប់គ្នាគួរតែរៀនសូត្រទៅហើយនៅពេលនេះមនុស្សដែលពូកែក្នុងការសម្រេចចិត្តគាត់នឹងទទួលបាននូវលាភសក្ការៈជាច្រើននៅក្នុងជីវិតរបស់គាត់ហើយជាលទ្ធផលគាត់ក៏រស់នៅក្នុងជីវិតមួយដែលប្រសើរជាមនុស្សទូទៅផងដែររហូតមកដល់ពេលនេះយើងមានគោលការណ៍ក្នុងការសម្រេចចិត្តនិងវិធីសាស្ត្រជាច្រើនដើម្បីជួយឲ្យអ្នកសម្រេចចិត្តបានត្រឹមត្រូវបំផុតតាមដែលអាចធ្វើទៅបានឲ្យតែអ្នកអាចក្តោបក្តាប់បាននៅវិធីសាស្ត្រទាំងនេះអ្នកក៏អាចក្លាយជាកំពូលអ្នកសម្រេចចិត្តដ៏ឆ្លៀសវៃម្នាក់បានដែរយើងមកមើលអ្នកនិពន្ធសៀវភៅនេះវិញម្ដងសៀវភៅនេះមានអ្នកនិពន្ធរហូតដល់ទៅ3រូបគឺលោក Carl Spetzler, Hannah Winter និង Jennifer Meyer ពួកគេទាំង3នាក់គឺជាសហស្ថាបនិកនៃក្រុមហ៊ុនប្រឹក្សាយោបល់ដ៏ល្បីល្បាញមួយដែលមានឈ្មោះថា SDG Carl Spetzler គឺជានាយកប្រតិបត្តិនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុននេះដែលមានបទពិសោធន៍ជាង40ឆ្នាំនៅក្នុងការបង្កើតយុទ្ធសាស្ត្រនិងការសម្រេចចិត្តដែលបានជួយជ្រោមជ្រែងអ្នកដឹកនាំល្បីៗជាច្រើនធ្វើការសម្រេចចិត្តនៅក្នុងជីវិតនិងជំនួយរបស់ពួកគាត់ឲ្យទទួលបានជោគជ័យបទពិសោធន៍ដែលបានមកពីការអនុវត្តជាក់ស្ដែងអស់ពេលជាច្រើនឆ្នាំបានធ្វើឲ្យក្បួនក្នុងការសម្រេចចិត្តរបស់គាត់កាន់តែមានប្រសិទ្ធភាពនិងល្បីសុខសាយជុំវិញពិភពលោកហើយតាក់ទិចនៅក្នុងការសម្រេចចិត្តទាំងនោះត្រូវបានគាត់សរសេរដាក់នៅក្នុងសៀវភៅមួយក្បាលនេះហើយនៅថ្ងៃនេះខ្ញុំនឹងបកស្រាយខ្លឹមសារសំខាន់ៗក្នុងសៀវភៅនេះជូនអ្នកទាំងអស់គ្នាស្ដាប់យើងបែងចែកខ្លឹមសារសំខាន់នៅក្នុងសៀវភៅនេះជាពីរផ្នែកផ្នែកទី1យើងនឹងបង្ហាញជូនអ្នកទាំងអស់គ្នាពីវិធីនៅក្នុងការបង្កើតជម្រើសទី3មានន័យថានៅពេលដែលយើងត្រូវធ្វើការសម្រេចចិត្តរឿងអ្វីមួយកុំទាន់អាលជ្រើសរើសនៅជម្រើសដែលមានស្រាប់ត្រូវរៀនបង្កើតជម្រើសឲ្យបានច្រើនដើម្បីឲ្យខ្លួនអាចមានឱកាសជ្រើសរើសជម្រើសដែលល្អបំផុតនៅពេលដែលយើងចេះបង្កើតជម្រើសឲ្យបានច្រើនហើយតើជម្រើសមួយណាជាជម្រើសដ៏ត្រឹមត្រូវសម្រាប់យើងទៅនេះមាននៅក្នុងផ្នែកទី2ដែលយើងនឹងលើកយកនៅគំរូនិងវិធីសាស្ត្រនៅក្នុងការវិតម្លៃជម្រើសរបស់យើងដែលទាំងអស់នេះសុទ្ធតែជាតិចនិចដែលអាចអនុវត្តបានជាក់ស្ដែងនៅក្នុងជីវិតនិងការងាររបស់អ្នកទាំងអស់គ្នាដំបូងយើងចូលមកដល់ផ្នែកទី1គឺរៀនបំបែកនៅបញ្ហាហើយរៀនបង្កើតនៅជម្រើសឲ្យបានច្រើនជាងមុននឹងយើងសិក្សាពីវិធីនៅក្នុងការសម្រេចចិត្តអ្នកនិពន្ធចង់និយាយរឿងមួយឲ្យច្បាស់សិននោះគឺលទ្ធផលនៃការសម្រេចចិត្តមិនមែនជាកត្តាវាស់វែងថាការសម្រេចចិត្តមួយត្រូវឬខុសនោះទេត្រង់ចំណុចនេះអ្នកនិពន្ធចង់បង្ហាញទស្សនៈមួយថាវាមានកត្តាជាច្រើនដែលអាចជះឥទ្ធិពលដល់លទ្ធផលនៃការសម្រេចចិត្តរបស់យើងដូច្នេះមុននឹងវិតម្លៃយុទ្ធសាស្ត្រមួយថាល្អឬអត់មិនអាចយកលទ្ធផលតែមួយមុខមកធ្វើការវាស់វែងបាននោះទេព្រោះលទ្ធផលយើងមិនអាចគ្រប់គ្រងបានទេយើងគ្រាន់តែដឹងថានៅពេលដែលអ្នកចេះពីរបៀបសម្រេចចិត្តឆ្លៀសវៃនោះភាគរយនៃការសម្រេចចិត្តត្រូវខ្ពស់ជាងមុនតែប៉ុណ្ណោះមានពាក្យមួយម៉ាត់ទៀតគេនិយាយថាមិនមានការសម្រេចចិត្តខុសទេមានតែការសម្រេចចិត្តត្រូវនិងត្រូវជាងតែប៉ុណ្ណោះព្រោះគ្មានអ្នកណាទៅធ្វើការសម្រេចចិត្តផ្លូវខុសនោះទេយ៉ាងហោចណាស់វាជាការសម្រេចចិត្តដ៏ត្រឹមត្រូវជាងគេសម្រាប់គាត់នៅពេលនោះម្យ៉ាងវិញទៀតការសម្រេចចិត្តមួយត្រូវឬក៏ខុសក៏ដោយសារតែសកម្មភាពរបស់យើងក្រោយការសម្រេចចិត្តដែរសៀវភៅនេះបានលើកឡើងនៅ6ជំហានក្នុងការសម្រេចចិត្តហើយយើងងាកមកធ្វើការបែងចែកវាជាពីរផ្នែកគឺបំបែកបញ្ហានិងបង្កើតជម្រើសយើងមកមើលផ្នែកទី1គឺរៀនបំបែកបញ្ហាបំបែកបញ្ហាកន្លែងនេះចង់មានន័យថាឲ្យយើងរៀនវិភាគបញ្ហាឲ្យឃើញពីធាតុពិតរបស់វាមនុស្សភាគច្រើននៅពេលដែលប្រទះនៅបញ្ហាមួយភ្លាមក៏ធ្វើការសម្រេចចិត្តភ្លាម
ដោយមិនបានអង្កេតមើលសិនទេថាបញ្ហាដែលកំពុងជួបនោះបានបង្កប់នៅហេតុផលអ្វីផ្សេងដែលធ្វើឲ្យយើងយល់ច្រឡំថាវាជាបញ្ហាដែលត្រូវដោះស្រាយឬក៏អត់ឧទាហរណ៍ដូចជារវាងការងារនិងស្នេហាកលៈទេសៈខ្លះតែងតែបង្ខំយើងឲ្យជ្រើសរើសយកជម្រើសមួយក្នុងចំណោមពីរតើត្រូវនៅធ្វើការថែមម៉ោងឬក៏ត្រូវទៅកំដរមិត្តស្រីមើលកុនតាមពិតនេះមិនមែនជាបញ្ហាដែលទាមទារឲ្យអ្នកធ្វើការសម្រេចចិត្តទេវាជាការតាំងចិត្តទៅវិញទេនៅពេលដែលអ្នករៀនចេះពីវិធីវិភាគពីបញ្ហាហើយអ្នកនឹងឃើញជម្រើសច្រើនជាងនេះនិងល្អជាងនេះដោយឯងក្រោយពេលចេះវិភាគបញ្ហាហើយអ្នកក៏ត្រូវចេះចាប់ចំណុចសំខាន់ដើម្បីធ្វើការសម្រេចចិត្តផងដែរព្រោះពេលខ្លះយើងជួបនៅបញ្ហាមួយពិភាក្សាចុះឡើងបែរជានាំយើងឲ្យទៅជួបបញ្ហាផ្សេងទៀតដែលមិនចាំបាច់ដែលធ្វើឲ្យការសម្រេចចិត្តកាន់តែស្មុគស្មាញអ្នកនិពន្ធណែនាំយើងថាមុននឹងចាប់ផ្ដើមធ្វើការសម្រេចចិត្តយើងត្រូវគិតឲ្យច្បាស់ពីព្រំដែននៃការសម្រេចចិត្តរបស់យើងជាមុនសិនឲ្យដឹងថាការសម្រេចចិត្តរបស់យើងធ្វើឡើងត្រឹមចំណុចណាទើបមិនធ្វើឲ្យបញ្ហារុញច្រានយើងឲ្យទៅធ្វើការសម្រេចចិត្តដែលឥតបានការអ្នកប្រាជ្ញដ៏ល្បីល្បាញលោក Albert Einstein បាននិយាយថាបើសិនជាឲ្យពេលខ្ញុំ1ម៉ោងដើម្បីដោះស្រាយបញ្ហាមួយខ្ញុំនឹងចំណាយពេល55នាទីដើម្បីវិភាគពីបញ្ហាហើយចាយពេលតែ5នាទីប៉ុណ្ណោះដើម្បីគិតពីដំណោះស្រាយចុះធ្វើបែបណាទើបអាចដឹងពីព្រំដែននៃការសម្រេចចិត្តរបស់ខ្លួនបានទៅយើងមកមើលឧទាហរណ៍ជាក់ស្ដែងដែលកើតឡើងនៅលើខ្លួនអ្នកនិពន្ធយើងតែម្ដងនៅព្រឹកមួយប្រពន្ធរបស់ Carl បាននិយាយទៅកាន់គាត់ថាផ្ទះយើងចាស់ហើយយើងគួរតែធ្វើការដេគ័រឡើងវិញបន្តិចហើយកម្រាលព្រំក៏ចាស់ដែរដល់ពេលដែលត្រូវផ្លាស់ប្ដូរចេញហើយ Carl មើលចុះមើលឡើងនៅជុំវិញខ្លួនរួចហើយក៏ឆ្លើយថាត្រូវហើយយើងរស់នៅទីនេះច្រើនឆ្នាំមកហើយដល់ពេលដែលត្រូវដេគ័រវាឲ្យថ្មីបន្តិចហើយយើងគួរតែលាបថ្នាំជញ្ជាំងឡើងវិញហើយបដូរកម្រាលព្រំថ្មី Carl បាននិយាយទៅកាន់ប្រពន្ធរបស់គាត់ទៀតថាបើជ្រុលជាលាបជញ្ជាំងថ្មីទៅហើយផ្ទះបាយយើងក៏គួរតែរៀបចំឲ្យស្អាតបន្តិចដែរហើយនៅមានបន្ទប់ទឹកទៀតក៏គួរតែជួសជុលឡើងវិញផងដែរពីរអ្នកប្តីប្រពន្ធគិតចុះគិតឡើងក៏និយាយដល់រឿងថ្មីមួយទៀតទាំងពីរអ្នកគិតថាយើងជ្រុលជាចំណាយប្រាក់ដេគ័រវាច្រើនយ៉ាងនេះទៅហើយយកល្អគួររកទិញផ្ទះថ្មីមួយទៀតដែលត្រូវនឹងតម្រូវការរបស់យើងតែម្ដងទៅវាដូចជាមិនខុសគ្នាឆ្ងាយប៉ុន្មានទេពួកគេទាំងពីរនាក់ក៏បានចាប់ផ្ដើមពិភាក្សារឿងរកផ្ទះថ្មីទៅវិញថាគួរទិញនៅទីណាតម្លៃប៉ុន្មានលក្ខខណ្ឌបង់ប្រាក់បែបណាខ្លះទៅវិញឃើញទេចាប់ពីពិភាក្សាគ្នាទៅលើរឿងលាបជញ្ជាំងបដូរកម្រាលព្រំជជែកគ្នាបែកអូហូជាស្ទឹងរហូតដល់ទៅរកទិញផ្ទះថ្មីទៅវិញតាមរយៈឧទាហរណ៍នេះអ្នកនិពន្ធចង់ឲ្យយើងរៀនសម្រេចចិត្តរឿងអ្វីមួយដោយមានព្រំដែនបើសិនជាមិនមានព្រំដែននៃការសម្រេចចិត្តទេនោះអ្នកនឹងមិនអាចដោះស្រាយបញ្ហាចប់នោះទេវានឹងមានរឿងថ្មីឲ្យយើងសម្រេចចិត្តជានិច្ចមិនចេះចប់មិនចេះហើយឡើយចុះដើម្បីកំណត់ព្រំដែនក្នុងការសម្រេចចិត្តនេះតើយើងគួរធ្វើបែបណាអ្នកនិពន្ធបានណែនាំនៅតិចៗមួយដែលហៅថាពីរ៉ាមីតនៅក្នុងការសម្រេចចិត្តតិចៗមួយនេះនឹងបង្ហាញប្រាប់យើងថារឿងណាស្ថិតនៅក្នុងការសម្រេចចិត្តរបស់យើងនិងរឿងណាស្ថិតនៅក្រៅការសម្រេចចិត្តរបស់យើងពីរ៉ាមីតនៅក្នុងការសម្រេចចិត្តនេះចែកចេញជា3ថ្នាក់គឺកំពូលពីរ៉ាមីតចង្កេះពីរ៉ាមីតនិងបាតពីរ៉ាមីតកំពូលពីរ៉ាមីតតំណាងឲ្យរឿងណាដែលធ្វើការសម្រេចចិត្តហើយឬក៏លក្ខខណ្ឌណាដែលមិនអាចកែប្រែបានជាទូទៅកំពូលពីរ៉ាមីតនេះគឺជាអ្វីដែលបានកំណត់រួចហើយមិនអាចកែប្រែបានទេដែលវាអាចកំណត់នៅព្រំដែនក្នុងការសម្រេចចិត្តរបស់យើងបានរីឯចង្កេះពីរ៉ាមីតនៅផ្នែកកណ្ដាលវិញគឺជាបញ្ហាដែលយើងត្រូវយកមកគិតនិងធ្វើការសម្រេចចិត្តហើយចំណែកឯបាតពីរ៉ាមីតវិញគឺជារឿងដែលត្រូវពិចារណាបន្ទាប់ក្រោយពេលសម្រេចចិត្តបើសិនជាពិបាកយល់យើងខ្ញុំសូមលើកយកនៅឧទាហរណ៍មួយទៀតនៅក្នុងសៀវភៅនេះមកបង្ហាញជូនយើងត្រឡប់មកមើលឧទាហរណ៍ខាងលើដែល Carl ហើយនឹងភរិយារបស់គាត់ចង់ដេគ័រផ្ទះរបស់គាត់មានចំណុចមួយចំនួនដែលជាលក្ខខណ្ឌដែលបានកំណត់រួចទៅហើយមិនអាចកែប្រែបានទេនោះគឺគេត្រូវរស់នៅក្នុងរដ្ឋនេះយ៉ាងហោចណាស់ក៏5ទៅ10ឆ្នាំទៀតដែរព្រោះគេទាំងពីរធ្វើការនៅទីនេះមិនអាចទៅទិញផ្ទះរស់នៅកន្លែងផ្សេងបានទេនេះជាកំពូលពីរ៉ាមីតដែលជាព្រំដែននៃការសម្រេចចិត្តលើកនេះដូច្នេះក្នុងការសម្រេចចិត្តលើកនេះបើទោះបីជាជ្រើសរើសជម្រើសបែបណាក៏ដោយក៏ត្រូវតែស្ថិតនៅក្នុងព្រំដែនលក្ខខណ្ឌមួយនេះដែរគឺត្រូវរស់នៅក្នុងទីក្រុងនេះពី5ទៅ10ឆ្នាំទៅមុខទៀតតើពួកគេចង់រស់នៅក្នុងផ្ទះបែបណាគួរជួសជុលផ្ទះចាស់ឬក៏ទិញផ្ទះថ្មីបើសិនជាទិញផ្ទះថ្មីគួរទិញនៅតំបន់ណាទាំងនេះគឺជាសំណួរដែលត្រូវឆ្លើយនៅក្នុងចង្កេះពីរ៉ាមីតតើតែឆ្លើយនៅសំណួរទាំងនេះឲ្យចេញសិនទើបអាចមកមើលបាតពីរ៉ាមីតជាក្រោយនៅបាតពីរ៉ាមីតគឺជារឿងតូចតាចបន្ទាប់បន្សំឬអាចនិយាយបានថាជាការសម្រេចចិត្តដែលគាំទ្រដល់ការសម្រេចចិត្តធំពីខាងដើមឧទាហរណ៍ថាបើជ្រើសរើសជួសជុលផ្ទះឡើងវិញគ
គួរបដូរឥតការ៉ូថ្មីមកអីបើជួសជុលបន្ទប់ទឹកឡើងវិញគួរទៅរកជាងនៅឯណាឬបើចង់ទិញផ្ទះថ្មីគួរទៅរកក្រុមហ៊ុនប្រឹក្សាយោបល់មួយណាជ្រើសរើសជម្រើសបង់ប្រាក់បែបណាជាដើមខាងលើនេះគ្រាន់តែជាខ្លឹមសារសំខាន់ទី1ដែលអ្នកនិពន្ធបានណែនាំយើងឲ្យបំបីបញ្ហានិងជ្រើសរើសព្រំដែននៃការសម្រេចចិត្តតែប៉ុណ្ណោះតទៅនេះយើងមករៀនពីវិធីបង្កើតជម្រើសឲ្យបានច្រើនងាយយើងធ្វើការសម្រេចចិត្តបើសិនជាយើងជ្រើសរើសទៅតាមជម្រើសដែលគេដាក់ឲ្យយើងរើសនោះទោះបីជាយើងជាមនុស្សពូកែធ្វើការសម្រេចចិត្តយ៉ាងណាក៏ដោយក៏យើងមិនអាចទទួលបានជម្រើសដែលល្អជាងគេដែរដូច្នេះដើម្បីបង្កើនភាគរយនៅក្នុងការសម្រេចចិត្តត្រូវបំផុតនោះយើងចាំបាច់ត្រូវតែបង្កើតជម្រើសឲ្យបានច្រើនជាងនេះនៅក្នុងសៀវភៅមួយក្បាលដែលមានចំណងជើងថា Decisive How to make better choice in life and work បានសរសេរថាបើសិនជាអ្នកមានជម្រើសតែ2គឺ yes ហើយនិង no អ្នកនឹងមានភាគរយនៃការសម្រេចចិត្តខុស 52% ហើយបើសិនជាអ្នកបង្កើតជម្រើសទី3មួយទៀតនោះភាគរយនៃការសម្រេចចិត្តខុសគឺថយចុះមកត្រឹមតែ 32% ប៉ុណ្ណោះឲ្យតែអ្នកគិតក្នុងចិត្តថាអាចមានជម្រើសផ្សេងពីនេះនោះភាគរយនៃការសម្រេចចិត្តត្រូវរបស់អ្នកនឹងកើនឡើងបាត់ទៅហើយនៅក្នុងសៀវភៅនោះបានសង្កត់ធ្ងន់ទៅលើចំនួននៃជម្រើសជាជាងគុណភាពជម្រើសកាន់តែច្រើនគឺកាន់តែល្អប៉ុន្តែនៅក្នុងសៀវភៅមួយក្បាលនេះវិញមិនសូវជាណែនាំឲ្យបងប្អូនទាំងអស់គ្នាបង្កើតជម្រើសច្រើនពេកនោះទេជម្រើស3គឺល្អជាងជម្រើស2ជម្រើស4ប្រកបណាស់ល្អជាងជម្រើស3តែបើជម្រើសច្រើនរហូតដល់ទៅ10 20វាមិនមែនជាជម្រើសល្អនោះទេបើតាមអ្នកនិពន្ធបានណែនាំថាយកល្អបង្កើតជម្រើសតែ3ឬ4គឺល្អបំផុតហើយតែបើបញ្ហាខ្លះមានលក្ខខណ្ឌស្មុគស្មាញក៏អាចបង្កើតឲ្យបានទៅ4ឬក៏7ជម្រើសដែរហើយអ្វីក៏ជម្រើសច្រើនមិនល្អទៅវិញនោះគឺត្រូវមកមើលពីទ្រឹស្ដីចិត្តវិទ្យាហើយគេថាជម្រើសច្រើនស្មើនឹងគ្មានជម្រើសដូច្នេះបើសិនជាជម្រើសច្រើនពេកវាមិនបានធ្វើឲ្យយើងយល់ច្បាស់ពីតម្លៃនៃជម្រើសនីមួយៗនោះទេហើយមនុស្សខ្លះមានបញ្ហាពិបាកជ្រើសរើសទៀតធ្វើឲ្យគាត់ពិបាកសម្រេចចិត្តមិនដឹងជ្រើសរើសយកមួយណារហូតដល់បោះបង់ចោលមិនធ្វើការសម្រេចចិត្តតែម្ដងក៏មានដែរជម្រើសច្រើនយ៉ាងនេះតើគួរជ្រើសរើសជម្រើសណាមកធ្វើការពិចារណាទៅអ្នកនិពន្ធបានលើកឡើងថាជម្រើសដែលយើងគួរយកមកធ្វើការពិចារណាគួរតែបំពេញនៅលក្ខខណ្ឌ2យ៉ាងគឺមានភាពខុសប្លែកពីគ្នានិងមានភាពប្រកួតប្រជែងនឹងគ្នាភាពខុសប្លែកពីគ្នាមានន័យថាក្នុងចំណោម 3-4 ជម្រើសនេះគឺសុទ្ធតែជាជម្រើសដាច់ដោយឡែកពីគ្នាមិនមានពាក់ព័ន្ធនឹងគ្នាឬស្រដៀងគ្នានោះទេហើយការដែលមានភាពប្រកួតប្រជែងនឹងគ្នាមានន័យថាជម្រើសទាំងនោះគួរតែមានសារៈសំខាន់ដូចគ្នាមិនមែនចេះតែយកមកឲ្យតែគ្រប់ចំនួននោះឡើយព្រោះវាអាចធ្វើឲ្យរំខានដល់ការសម្រេចចិត្តរបស់យើងដើម្បីឲ្យយល់កាន់តែស៊ីជម្រៅយើងមកមើលនៅឧទាហរណ៍មួយនេះការិយាល័យធ្វើការរបស់អ្នកនិពន្ធគឺស្ថិតនៅក្នុងរដ្ឋ California ស្ថិតនៅក្នុងអគារពាណិជ្ជកម្មដ៏ល្អមួយនៅក្នុងតំបន់ដែលជាទីតាំងល្អនិងមានភាពងាយស្រួលឥឡូវនេះដល់ពេលចប់កុងត្រាហើយពេលនេះគាត់ត្រូវធ្វើការសម្រេចចិត្តថាត្រូវបន្តជួលការិយាល័យធ្វើការនៅទីនេះទៀតឬក៏ចេញទៅរកកន្លែងផ្សេងគាត់ចង់បន្តធ្វើការនៅទីនេះតែបញ្ហាត្រង់ថាថ្លៃជួលអគារនេះត្រូវបានម្ចាស់អគារដំឡើងរហូតដល់ 250% តម្លៃនេះគឺថ្លៃខ្លាំងណាស់បើប្រៀបធៀបទៅនឹងកន្លែងផ្សេងទៀតនៅជុំវិញនោះម្យ៉ាងវិញទៀតម្ចាស់អគារក៏បាននិយាយដែរថាគាត់មានគម្រោងថានឹងជួសជុលអគារនេះឡើងវិញនៅ2ឆ្នាំខាងមុខទៀតដូច្នេះតម្រូវឲ្យក្រុមហ៊ុននិងបុគ្គលិករបស់អ្នកនិពន្ធរើចេញពីអគារនេះទៅអគារជិតនេះជាបណ្ដោះអាសន្នសិនចាំដល់ពេលជួសជុលរួចហើយចាំរើមកវិញប្រឈមនឹងបញ្ហានេះអ្នកនិពន្ធចាប់ផ្ដើមពិចារណាថា 1. តម្លៃថ្លៃជួលនៅទីនេះខ្ពស់ជាងគេទី 2. ត្រូវរើទៅរើមកដល់ទៅ2ដងនិងទី 3. ត្រូវបានរំខានពីសម្លេងការដ្ឋានជួសជុលរាល់ថ្ងៃធ្វើឲ្យក្រុមការងារពិបាកផ្ដោតអារម្មណ៍ធ្វើការជម្រើសនេះបើគិតជំនួសក្រុមហ៊ុនទាំងមូលពិតជាពិបាកនឹងទទួលយកណាស់ប៉ុន្តែបុគ្គលិកភាគច្រើនគាំទ្រឲ្យបន្តធ្វើការនៅទីនេះព្រោះអតិថិជនរបស់ពួកគេចូលចិត្តបរិយាកាសទីនេះណាស់ដូច្នេះចំពោះបុគ្គលិករក្សាស្ថានភាពដើមគឺជាជម្រើសដ៏ល្អជាងគេបំផុតមួយដែលគេត្រូវពិចារណាជម្រើសមានតែមួយបែបនេះមិនអាចហៅថាជាជម្រើសទេចុះមានជម្រើសផ្សេងទៀតទេក្រៅពីជម្រើសនេះគេនៅមានជម្រើស2ទៀតជម្រើសទី2នោះគឺរើទៅកណ្ដាលទីក្រុង Palo Alto នៅក្នុងរដ្ឋ San Francisco វិញព្រោះនៅទីនោះក៏ងាយស្រួលដែរនៅជិតសាលា Stanford ហើយនៅជុំវិញនោះក៏មានភោជនីយដ្ឋាននិងផ្សារទំនើបច្រើនដែរជម្រើសនេះក៏ល្អម្យ៉ាងដែរសម្រាប់បុគ្គលិកក្មេងៗដែលទើបនឹងចូលធ្វើការរីឯជម្រើសមួយទៀតគឺរើទៅអគារមួយទៀតនៅជិតអគារចាស់ដដែលនោះតែការិយាល័យធ្វើការរៀងតូចបន្តិចមិនជាអ៊ូអរប៉ុន្មានទេតែងាយស្រួលធ្វើដំណើរហើយតម្លៃក៏សមរម្យជាងដែរក្នុងចំណោមជម្រើសទាំង3នេះ
ជម្រើសទី1គឺល្អចំពោះអតិថិជនជម្រើសទី2គឺល្អចំពោះបុគ្គលិកនិងជម្រើសទី3គឺល្អចំពោះក្រុមហ៊ុនជម្រើសទាំង3នេះតំណាងឲ្យសម្លេងផ្សេងគ្នានិងមានលក្ខណៈពិសេសរៀងៗខ្លួនថែមទាំងមានទាំងភាពខុសប្លែកគ្នានិងមានការប្រកួតប្រជែងគ្នាទៅវិញទៅមកជម្រើសដែលធ្វើឲ្យអ្នកជ្រើសរើសពិបាកសម្រេចចិត្តបែបនេះទើបហៅថាជាជម្រើសល្អខាងលើនេះយើងនិយាយតែពីការសម្រេចចិត្តងាយៗតែប៉ុណ្ណោះចុះបើសិនជាការសម្រេចចិត្តធំដុំនិងមានភាពស្មុគស្មាញតើនៅមានអ្វីត្រូវយកចិត្តទុកដាក់ទៅអ្នកនិពន្ធណែនាំថាចំពោះរឿងធំៗដែលទាមទារឲ្យមានការសម្រេចចិត្តមូលមតិគ្នាច្រើនបងប្អូនទាំងអស់គ្នាគួរតោងប្រយ័ត្ននៅចំណុចពីរខាងក្រោមនេះទី1នៅពេលដែលធ្វើការសម្រេចចិត្តគ្នាច្រើនត្រូវប្រយ័ត្នមតិភាគច្រើនដែលសម្រេចចិត្តតាមគ្នាយើងតែងតែយល់ច្រឡំថាមតិភាគច្រើនគឺជាមតិដែលល្អជាងគេមើលទៅហាក់បីដូចជាគ្រប់គ្នាមានមតិស្រុកស្រួលគ្នាល្អណាស់តែតាមពិតបុគ្គលិកមួយចំនួនគ្រាន់តែហៃអើកុំឲ្យតែមានទំនាស់ឬមតិផ្ទុយគ្នាជាមួយមិត្តរួមក្រុមឬថ្នាក់លើតែប៉ុណ្ណោះគេមិនហ៊ានបញ្ចេញមតិមិនចង់បង្ហាញគំនិតផ្ទាល់ខ្លួនគ្រាន់តែឯកភាពទៅគឺចប់ហើយទម្លាប់បែបនេះនឹងធ្វើឲ្យបាត់បង់គំនិតល្អៗជាច្រើនដូច្នេះអ្នកត្រូវបង្កើតវប្បធម៌និងបរិយាកាសការងារមួយដែលលើកទឹកចិត្តឲ្យគ្រប់គ្នាចូលរួមបញ្ចេញយោបល់និងតស៊ូមតិគ្នាក្នុងន័យស្ថាបនាចំណុចទី2ដែលត្រូវប្រុងប្រយ័ត្នដែរនោះគឺយន្តការសម្រេចចិត្តរបស់ថ្នាក់លើមានភាពលំៀងក្រុមហ៊ុនភាគច្រើនគេមានគោលការណ៍ក្នុងការសម្រេចគម្រោងអ្វីមួយជាពិសេសក្រុមហ៊ុនធំគេតែងតែទម្លាក់ការងារទៅឲ្យក្រុមការងារមួយក្រុមដើម្បីឲ្យពួកគេស្វែងរកដំណោះស្រាយជូនអតិថិជនក្រោយពេលដែលក្រុមការងារនោះគិតរកដំណោះស្រាយរួចហើយក៏បញ្ជូន proposal ទៅកាន់ថ្នាក់លើដើម្បីធ្វើការពិនិត្យនិងសម្រេចដំណើរការងារបែបនេះមើលទៅដូចជាស្តង់ដារណាស់តែលំហូរការងារបែបនេះអាចបណ្ដាលឲ្យមានបញ្ហាពីរយ៉ាងទី1ក្រុមការងារដែលជាអ្នកលើកសំណើតែងតែចង់ឲ្យសំណើរបស់ខ្លួនទទួលបាននូវការយល់ព្រមពីថ្នាក់លើគេគិតថាសំណើណាដែលត្រូវបានថ្នាក់លើអនុម័តគឺជាសំណើល្អហើយសំណើណាដែលមិនត្រូវបានថ្នាក់លើអនុម័តគឺជាសំណើមិនល្អដូច្នេះឲ្យតែគេបានលើកសំណើណាមួយទៅកាន់ថ្នាក់លើហើយគេនឹងរកគ្រប់មធ្យោបាយដើម្បីបញ្ចុះបញ្ចូលឲ្យថ្នាក់លើអនុម័តទៅលើសំណើមួយនោះទោះបីជាក្រោយមកគេឃើញថាមានជំរឿនផ្សេងទៀតដែលល្អជាងនេះក៏ដោយក៏គេមិនស្នើទៅថ្នាក់លើម្ដងទៀតដែរទី2ចំពោះថ្នាក់លើដែលជាអ្នកអនុម័តគម្រោងឯនោះវិញគេគិតក្នុងចិត្តថាបើមិនបញ្ចេញមតិបន្ថែមល្បោយ2-3ម៉ាត់ទេហាក់បីដូចជាខ្លួនគ្មានទំនួលខុសត្រូវនឹងការងារដូច្នេះពេលខ្លះថ្នាក់លើចេះតែសួរចុះសួរឡើងឬបញ្ចេញមតិមួយចំនួនដែលមិនបានជំរុញឲ្យគម្រោងមានភាពល្អប្រសើរនោះទេបែរជាកាន់តែធ្វើឲ្យការងារយឺតយ៉ាវនិងមិនមានប្រសិទ្ធភាពទៅវិញអ្នកនិពន្ធយល់ថាដើម្បីគេចពីបញ្ហានេះអ្នកលើកគម្រោងនិងអ្នកអនុម័តគម្រោងមិនគួរមានទំនាក់ទំនងជាថ្នាក់លើនិងថ្នាក់ក្រោមនោះទេតែគួរតែជាដៃគូសហការដែលអាចពិភាក្សាគ្នានិងគិតរកដំណោះស្រាយរួមគ្នាបានខាងលើនេះគឺជាខ្លឹមសារទី1ដែលបង្រៀនយើងឲ្យចេះបំបែកបញ្ហានិងចេះកំណត់ពីព្រំដែននៃការសម្រេចចិត្តហើយបង្កើតជម្រើសឲ្យបានច្រើនជាង2ជម្រើសដែលល្អគឺជាជម្រើសដែលមានភាពល្អឯកខុសប្លែកពីគ្នារៀងៗខ្លួននិងមិនប្រកួតប្រជែងប៉ុន្តែបំពេញគ្នាទៅវិញទៅមកផ្នែកទី2ឥឡូវនេះយើងបានមកដល់ផ្នែកទី2ហើយយើងក៏ចេះកំណត់ព្រំដែននៃការសម្រេចចិត្តហើយជម្រើសក៏មានហើយដែរដល់ពេលដែលត្រូវសម្រេចចិត្តហើយតទៅនេះយើងលើកយកនៅតិចនិចមួយមកបង្ហាញជូនដែលគេហៅថាដើមឈើនៃការសម្រេចចិត្តក្រោយពេលសម្រេចចិត្តហើយនៅមិនទាន់ចប់ទេអ្នកត្រូវចេះបញ្ជាក់ពីភាពសមហេតុផលនៃការសម្រេចចិត្តនិងដាក់បញ្ចូលការសម្រេចចិត្តទៅក្នុងផែនការអនុវត្តដំបូងយើងមកនិយាយពីដើមឈើនៃការសម្រេចចិត្តដោយចាប់ផ្ដើមពីឧទាហរណ៍មួយនេះ Michael គឺជាថ្នាក់ដឹកនាំនៅក្នុងក្រុមហ៊ុនឯកជនមួយពេលនេះគាត់ទទួលបានការអញ្ជើញពីក្រុមហ៊ុន Startup មួយដើម្បីឲ្យគាត់ចូលរួមបង្កើតអាជីវកម្មថ្មីជាមួយគ្នាគាត់កំពុងតែគិតថាគួរលាឈប់ពីការងារនេះមកចូលរួមជាមួយនឹងក្រុមហ៊ុន Startup នោះឬក៏អត់នេះជាការសម្រេចចិត្តដ៏សំខាន់មួយសម្រាប់គាត់ព្រោះវាអាចជះឥទ្ធិពលដល់អនាគតនិងផែនការជីវិតការងាររបស់គាត់នៅពាក់កណ្ដាលជីវិតចុងក្រោយយើងងាកមកមើលវិធីដែល Michael សម្រេចចិត្តដោយប្រើដើមឈើសម្រេចចិត្តគាត់ទាញក្រដាសមួយសន្លឹកហើយគូរដើមឈើពីរដើមនៅលើនោះដើមឈើទី1គាត់ដាក់ឈ្មោះថាចេញរកស៊ីនិងដើមឈើទី2សរសេរថានៅធ្វើការដដែលនៅលើដើមឈើទី1គាត់គូរមែក2ទៀតដោយមែកទី1សរសេរថារកស៊ីជោគជ័យនិងមែកទី2រកស៊ីបរាជ័យចំណែកនៅលើដើមឈើទី2វិញគាត់សរសេរពីអត្ថប្រយោជន៍ដែលគាត់ទទួលបាននៅពេលនេះគឺធ្វើការមួយសប្តាហ៍45ម៉ោងទទួលបានប្រាក់ខែ$5,000ក្នុងមួយខែដើមឈើប៉ុននេះមិនទាន់អាចធ្វើការសម្រេចចិត្តបានទេនៅលើដើមឈើចេញរកស៊ីត្រូវបែកមែកសាខាទៀតដោយគាត់សរសេរពីម៉ោងធ្វើការនិងអត្ថប្រយោជន៍ដែលគាត់ទទួលបាន
ចេញរកស៊ីខ្លួនឯងមិនងាយស្រួលដោយធ្វើការយកប្រាក់ខែនោះទេម៉ោងការងារច្រើនជាងនិងមិនមានកំណត់ពេលជាក់លាក់ទេពេលខ្លះអាចធ្វើការដល់50ម៉ោងពេលខ្លះដល់ទៅ60ម៉ោងក្នុងមួយសប្តាហ៍អត្ថប្រយោជន៍ក៏មិនអាចធានាបានដែរបើរកស៊ីជោគជ័យចំណូលនឹងទទួលបានច្រើនជាងប្រាក់ខែ2ដងឬច្រើនជាងនេះតែបើរកស៊ីបរាជ័យវិញប្រាក់ចំណូលដែលទទួលបានប្រហែលជាមិនបាន 50% នៃប្រាក់ខែបច្ចុប្បន្នផង Michael បានគណនាយ៉ាងច្បាស់ថាបើសិនជាគាត់នៅធ្វើការទទួលបានប្រាក់ខែប៉ុន្មានបើគាត់ចេញរកស៊ីជោគជ័យទទួលបានចំណូលប៉ុន្មានហើយបើបរាជ័យវិញខាតប៉ុន្មានគាត់បានគូវាដាក់នៅលើដើមឈើនោះក្រោយពីពិចារណារួចគាត់សម្រេចចិត្តថានឹងលាឈប់ពីការងារហើយចេញរកស៊ីជាមួយមិត្តភ័ក្តិរបស់គាត់ព្រោះក្រៅពីភាគហ៊ុនដែលទទួលបានគាត់ក៏ទទួលបានប្រាក់ខែផងដែរទោះបីជាប្រាក់ខែនោះវាមិនច្រើនដូចការងារបច្ចុប្បន្នរបស់គាត់តែក៏អាចរ៉ាប់រងនៅការចំណាយប្រចាំខែរបស់គាត់បានដែរដើមឈើសម្រាប់ចិត្តនេះអត្តប្រយោជន៍របស់វាគឺធ្វើឲ្យយើងអាចមើលឃើញច្បាស់ពីកត្តាដែលជាឥទ្ធិពលដល់ការសម្រេចចិត្តរបស់យើងវាមិនមែនគ្រាន់តែជាការគិតស្រមើស្រមៃស្រពេចស្រពិលវិលចុះវិលឡើងនៅក្នុងខួរក្បាលនោះទេនៅពេលដែលយើងជ្រើសរើសយកជំរឿនមួយហើយតែយើងមានអ្វីមកបញ្ជាក់ថាវាជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់យើងទៅអ្នកនិពន្ធបានបង្ហាញជូនយើងនៅបញ្ជីក្នុងការធ្វើការផ្ទៀងផ្ទាត់ពីការសម្រេចចិត្តរបស់យើងថាវាត្រូវឬក៏អត់បញ្ជីទាំងនោះជាសំណួរ5យ៉ាងដែលយើងត្រូវសួរខ្លួនឯង 1. ហេតុអ្វីបានជាជំរឿននេះល្អជាជំរឿនដទៃ 2. តើជំរឿននេះអាចមានការកែខៃបន្ថែមឲ្យបានល្អជាងនេះទៀតទេ 3. តើអាចច្បិចយកចំណុចល្អរបស់ជំរឿនដទៃទៀតមកដាក់បញ្ចូលជាមួយនឹងជំរឿននេះបានដែរឬក៏អត់ 4. តើជំរឿនមួយនេះបានធ្វើឲ្យបញ្ហាងាយស្រួលជាងមុនដែរឬទេ 5. មើលទៅលើដើមឈើសម្រាប់ចិត្តយើងវិញតើជំរឿននីមួយៗទទួលបានការវាតម្លៃសមហេតុផលហើយឬនៅជាចុងក្រោយយើងមកមើលពីសកម្មភាពក្រោយពេលសម្រេចចិត្តវិញម្ដងការសម្រេចចិត្តមួយត្រឹមត្រូវឬក៏អត់ក៏អាស្រ័យទៅនឹងសកម្មភាពរបស់អ្នកក្រោយការសម្រេចចិត្តដែរឧទាហរណ៍ថាអ្នកសម្រេចចិត្តឈប់រៀនទៅរកការងារធ្វើបើអ្នកចេញរកការងារធ្វើមិនបានល្អធ្វើការប្រហែលឆ្នាំហើយនៅមិនសល់អ្វីនោះការសម្រេចចិត្តរបស់អ្នកជាការសម្រេចចិត្តខុសហើយឪពុកម្ដាយបងប្អូនរបស់អ្នកក៏ស្ដីបន្ទោសឲ្យអ្នកដែរថាបើរៀនឲ្យបានវែងឆ្ងាយចប់ចុងចប់ដើមម្លោះមិនពិបាករកការងារធ្វើបែបនេះនោះទេតែបើសិនជាអ្នកចេញមកធ្វើការទទួលបានប្រាក់ខែខ្ពស់ទទួលបានជោគជ័យក្នុងជីវិតនោះគ្មានអ្នកណាស្ដីបន្ទោសឲ្យអ្នកនោះទេព្រោះអ្នកកំពុងរស់នៅក្នុងជីវិតដ៏ល្អប្រសើរមួយហើយការជ្រើសរើសរបស់អ្នកពេលនោះក៏អាចជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយក្នុងជីវិតដែរខាងលើនេះជាខ្លឹមសារសំខាន់ដែលយើងសង្ខេបចេញពីសៀវភៅមួយក្បាលនេះតទៅនេះយើងមកធ្វើការសង្ខេបត្រួសឡើងវិញទី1ការសម្រេចចិត្តមិនមានខុសឬត្រូវនោះទេមានតែការសម្រេចចិត្តត្រូវនិងត្រូវជាងតែប៉ុណ្ណោះការវិតម្លៃទៅលើការសម្រេចចិត្តមួយល្អឬក៏អត់មិនមែនមើលតែទៅលើលទ្ធផលនោះទេទី2ពេលដែលជួបបញ្ហាត្រូវដោះស្រាយកុំទាន់អាលប្រញាប់ប្រញាល់ទៅជ្រើសរើសជម្រើសដែលគេផ្ដល់ឲ្យត្រូវចេះបំបែកបញ្ហានិងដឹងឲ្យច្បាស់ពីអ្វីដែលខ្លួនចង់បានសិនទី3ជម្រើសច្រើនល្អជាងជម្រើសតិចដូច្នេះត្រូវចំណាយពេលគិតពីជម្រើសឲ្យបានច្រើនដើម្បីងាយស្រួលក្នុងការជ្រើសរើសទី4មុនពេលសរសេរពីជម្រើសត្រូវកំណត់ព្រំដែននៃការសម្រេចចិត្តជាមុនសិនដោយត្រូវអនុវត្តគោលការណ៍ពីរ៉ាមីតទី5ជម្រើសដែលល្អគួរតែបំពេញនូវលក្ខខណ្ឌ2យ៉ាងទី1គឺជម្រើសទាំងនោះត្រូវមានភាពខុសប្លែកពីគ្នានិងទី2ត្រូវមានការប្រកួតប្រជែងគ្នានិងបំពេញគ្នាទៅវិញទៅមកទី6ត្រូវចេះរៀនសរសេរការសម្រេចចិត្តរបស់អ្នកដាក់នៅលើដើមឈើសម្រេចចិត្តគូចេញជាមេឃសាខាដើម្បីគិតពីកត្តាសំខាន់ដែលជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់អ្នកទី7ធ្វើការសម្រេចចិត្តហើយត្រូវយកទៅផ្ទៀងផ្ទាត់ជាមួយនឹង5សំណួរខាងលើដើម្បីបញ្ជាក់ថាវាពិតជាការសម្រេចចិត្តដ៏ល្អជាងគេជាចុងក្រោយដែលសំខាន់ជាងគេនោះត្រូវតែធ្វើសកម្មភាពអនុវត្តការងារទៅតាមការសម្រេចចិត្តរបស់អ្នកបើសម្រេចចិត្តហើយមិនធ្វើតើចំណាយពេលគិតធ្វើអ្វីខ្លឹមសារសំខាន់នៅក្នុងសៀវភៅមួយនេះសូមចប់ត្រឹមប៉ុណ្ណេះអរគុណចំពោះការតាមដានស្ដាប់របស់បងប្អូនទាំងអស់គ្នាសូមអបអរសាទរអ្នកបានស្ដាប់ចប់សៀវភៅមួយក្បាលទៀតហើយ